មានតែពោះច្រើនដល់ហើយចេះតែរលូតទៅវិញនឹងកូនអត់រត់លាស់តើមកពីអ្វីវិញអ្នកគ្រូចាជំរាបសួរបងប្អូនអ្នកគ្នាជួបជាមួយអ្នកគ្រូកំសោយចានិយាយពីតកតងជាមួយនឹងមូលហេតុនៃការកូនអត់នៅគឺមានច្រើនមែនទែនអញ្ចឹងថ្ងៃនេះអ្នកគ្រូលើកមូលហេតុមួយចំនួនធំៗមកជូនបងប្អូនទាំងអស់គ្នាអញ្ចឹងគឺមូលហេតុទី1ដែលសំខាន់បំផុតនោះគឺតកតងជាមួយគុណភាពមេជីវិតចឹងគុណភាពមេជីវិតគឺមេជីវិតទាំងសងខាងមិនថាមេជីវិតញីមិនថាមេជីវិតឈ្មោលព្រោះយើងដឹងហើយកូនគឺប្រកបពីមេជីវិត2ចឹងបើយើងបណ្ឌិតតែម្ខាងទៀតអត់បានបណ្ឌិតអានឹងហើយក៏ជាមូលហេតុដែរដើម្បីការពារនៃការមានកូនអត់នៅគួរតែមកជួបពិគ្រោះជាមួយគ្រូពេទ្យមុននឹងសម្រេចចិត្តយកកូនហើយបារោះចូលរួមក្នុងការបណ្ឌិតផងកុំឲ្យតែបណ្ឌិតខាងស្រីហើយមានកូនអត់នៅបើទៅតែខាងស្រីចាទី2គឺតាក់ទងជាមួយនឹងកត្តាសរីរាង្គរបស់ស្បូនរបស់ស្ត្រីអញ្ចឹងសរីរាង្គស្បូនរបស់ស្ត្រីនេះវាអាចមានពាក់ព័ន្ធទាំងសតបរដូវគាត់ស្ដាងពេកតាក់ទងជាមួយនឹងស្បូនរបស់គាត់អាចមានដុសសាច់មានគិសមានដុំនៅទីតាំងសម្រាប់កូនកាច់សបុកឬក៏មានដុំសាច់នៅក្នុងស្បូនដែលអាចសកត់កូនវាអាចជាមូលហេតុរត់លូតដែរហើយមួយទៀតគឺតាក់ទងជាមួយនឹងកត្តាអរម៉ូនអញ្ចឹងអរម៉ូននៅក្នុងខ្លួនស្ត្រីគឺយើងមានច្រើនហើយនៅក្នុងនោះដែរក៏មានអរម៉ូនដែរទៅចិញ្ចឹមកូនផងដែរអញ្ចឹងនៅពេលដែលមានកូនហើយអរម៉ូនទៅចិញ្ចឹមកូនខ្សោយក៏ងាយនឹងមានបញ្ហាដែរមួយទៀតគឺតាក់ទងជាមួយនឹងសកម្មភាពការងារអញ្ចឹងកាលណាយើងមានទៅពោះហើយតែយើងពេលខ្លះអត់បានដឹងខ្លួនឬក៏យើងអត់បានភ្នំខ្លួនជាលក្ខណៈពិសេសណាមួយទេធ្វើសកម្មភាពខ្លាំងទៅក៏អាចជាមូលហេតុឲ្យកូនរលូតកូនឬក៏កូនអត់នៅនឹងដែរមួយទៀតដែលសំខាន់ដែរគឺចំពោះស្ត្រីខ្លួនឯងដែរគឺតាក់ទងជាមួយនឹង stress គឺជារឿងមួយដែលសំខាន់ខ្លាំងមែនទែនហើយបើនិយាយពីសម័យបច្ចុប្បន្នវិញណាបើនិយាយពី stress វិញអ្នកណាក៏មានដែរគ្រាន់តែកម្រិត stress តិចឬច្រើនអាហ្នឹងក៏ជាមូលហេតុមួយដែលធ្វើឲ្យកូននឹងងាយនឹងមានបញ្ហាផងដែរហើយជាពិសេសសម្រាប់អ្នកដែលប្រវត្តិនៃការមានកូនអត់នៅហើយនៅពេលដែលមានកូនលើកក្រោយក្នុងខួរក្បាលរបស់គាត់ជាគិតថាមានកូនលើកនេះនឹងអត់នៅទៀតមានកូនលើកនេះនឹងអត់នៅទៀតអញ្ចឹងហើយអានឹងក៏ជាកាន់តែបារម្ភកាន់តែខ្លាំងវាជាកត្តាជំរុញឲ្យកូននឹងកាន់តែងាយមានបញ្ហាដែរអានឹងជាចំណែកមួយផងដែរហើយវាមានរឿងច្រើនជាងនឹងទៅទៀតតែនេះអ្នកគ្រូលើកតែចំណុចធំៗមួយចំនួនដែលមកផ្សាយទេប៉ុន្តែបើចង់ឲ្យដឹងថាហេតុអីបើយើងកូនយើងអត់នៅបើធ្លាប់មានប្រវត្តិនៃការមានកូនហើយអត់នៅអញ្ចឹងគួរតែមកពិនិត្យគ្រូជាមួយគ្រូពេទ្យជំនាញមុននឹងសម្រេចចិត្តយកកូនយ៉ាងហោចណាស់3ខែមុនមកពិនិត្យសុខភាពតាមដានសុខភាពឲ្យអស់ហើយតាមដានមេជីវិតញីមេជីវិតឈ្មោះហើយគុណភាពល្អអីធម្មតាហើយសំសម្បត្តិឲ្យមានដឹងថាមានកូនហើយគឺមកជួបជាមួយនឹងគ្រូពេទ្យជំនាញផ្នែកបញ្ហាប្រមាថមានកូនដើម្បីធ្វើការទទួលនៃការថែទាំជាពិសេសសម្រាប់កូនដែលប្រវត្តិនៃការកូនអត់នៅអញ្ចឹងមិនមែនមានកូនហើយមានតែពោះហើយយើងគាត់ថាអត់អីថែដូចតែគេធម្មតាគឺអត់អាចថែបែបហ្នឹងបានទេអ្នកប្រវត្តិកូនអត់នៅគឺមានការថែទាំជាពិសេសខ្លាំងមែនទែនហើយការណាត់តាមដានក៏យឹកញាប់មែនទែនដែរអត់ឲ្យរងចាំរហូតដល់មានសញ្ញាណាមួយដូចជាសញ្ញាធ្លាក់ឈាមធ្លាក់អីខុសប្រក្រតីហើយទៅមកពិនិត្យណាពេលខ្លះគ្រូពេទ្យជួយឡើងតួណាអញ្ចឹងគឺគណៈបាត់រដូវភ្លាមមកជួបជាមួយនឹងគ្រូពេទ្យជំនាញដើម្បីធ្វើការបណ្ឌិតតាមដានថែទាំពិសេសហើយតាក់ទងជាមួយនឹងបាននឹងហើយពេលខ្លះឱកាសយើងជ្រើសបានតែមួយទេណាម៉ាក់អញ្ចឹងត្រៀមចិត្តឲ្យហើយរវាងការងារហើយនឹងកូនយើងជ្រើសរើសបានតែមួយទេពេលខ្លះលក្ខខណ្ឌគាត់ធ្ងន់ធ្ងរគឺក្រោយពីមកពិនិត្យហើយគ្រូពេទ្យតម្រូវឲ្យសម្រាប់ស្ងៀមឬគេងស្ងៀមអត់ធ្វើអីទាំងអស់តែយើងអាចនឹងត្រៀមដល់លក្ខណៈនឹងហើយឬនៅតែបើយើងមានហើយនៅតែគ្រូពេទ្យថាលក្ខខណ្ឌគាត់ត្រូវសម្រាប់ស្ងៀមតែគាត់នៅតែធ្វើការធម្មតាពេលខ្លះមកដល់គ្រូពេទ្យជំនាញហើយក៏គ្រូពេទ្យជំនួយជួយអត់បានដែរណាអញ្ចឹង50% គ្រូពេទ្យគាត់បង្ហាញផ្លូវអីតែ50% ទៀតនៅលើយើងខ្លួនឯងថាតើធ្វើតាមការណែនាំរបស់គ្រូពេទ្យបានប៉ុណ្ណាប៉ុន្តែជឿអ្នកគ្រូទៅការអត់ធ្មត់ការតស៊ូការមានជំនឿចិត្តគង់តែបានជោគជ័យនៅពេលណាមួយប៉ុន្តែទៅឲ្យចំគ្រូពេទ្យជំនាញផ្នែកបញ្ហាប្របាក់មានកូនផង